លោកគ្រូនេះគឺជាប្រព័ន្ធមួយដែលយើងបង្កើតឡើងដើម្បីធ្វើការចាប់ទិន្នន័យទៅលើសិស្សដែលចំពោះសាលានៅក្នុងគម្រោង GPAF និងសាលាមិននៅក្នុងគម្រោងគឺសាលាធម្មតាហើយយើងអាចស្រង់បន្ទុកសិស្សនេះបានតាមរយៈការបំពេញព័ត៌មានតាមថ្នាក់នីមួយៗជាក់ស្ដែងខ្ញុំបំពេញព័ត៌មាននៅក្នុងថ្នាក់ទី3ហើយអ្វីដែលយើងនៅស្រង់បាននោះគឺលទ្ធផលរបស់សិស្សតាមរយៈការប្រើប្រាស់ App Wiki School ជាមួយនឹងឈ្មោះនៅក្នុងស្នាបឋមហើយនឹងលទ្ធផលសិស្សនៅក្នុងPLP ដូចគ្នាបាទអញ្ចឹងត្រង់នេះគឺខ្ញុំជ្រើសនៅសាលាដែលខ្ញុំជាប់គម្រោងបាទសាលាគម្រោងគឺលទ្ធផលគឺចេញមកឈ្មោះនៅក្នុងគម្រោងតែម្ដងហើយខ្ញុំច្រោះយកលទ្ធផលនៅតាមរយៈ Wiki School អញ្ចឹងនេះគឺជាបន្ទុក Wiki School វានឹងលោតទៅស្វ័យប្រវត្តិចុះបើខ្ញុំច្រោះយកបន្ទុកតាមថ្នាបឋម PLP បាទអញ្ចឹងនេះគឺជាទិន្នន័យថ្នាបឋម PLP ដែលសិស្សទទួលបានក្នុងការប្រឡងយើងគ្រាន់តែបិទភ្ជាប់មកវានឹងបង្ហាញលទ្ធផលឲ្យយើងតែម្ដងបាទអញ្ចឹងកន្លងនេះបើសិនជាជំរើសទី2គូអ្នកគ្រូយកសាលាមិននៅក្នុងគម្រោងបាទកាលណាសាលាមិននៅក្នុងគម្រោងលទ្ធផលគឺចាប់ទិន្នន័យពីបញ្ជីឈ្មោះសិស្សនៅថ្នាបឋមហើយនេះគឺជាលទ្ធផលសិស្សដែលជាបញ្ជីឈ្មោះនៅថ្នាបឋមមានប្រមាណវានឹងចេញប៉ុណ្ណឹងរួចគឺចាប់ទិន្នន័យតាមរយៈ Wiki School ហើយក៏យើងអាចចាប់ទិន្នន័យតាមរយៈថ្នាបឋម PLP បានដូចគ្នាដែរបាទនេះគឺជាប្រព័ន្ធមួយបង្កើតឡើងសម្រាប់ស្រង់ទិន្នន័យចម្រុះគ្នាតែម្ដងនៅក្នុង app របស់យើងបាទបើសិនជាលោកគ្រូចង់ដឹងពីរបៀបប្រើប្រាស់សូមចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាតែម្ដងជំរាបសួរលោកគ្រូចឹងថ្ងៃនេះត្រឡប់មកជួបខ្ញុំវិញជាមួយនឹងភាគ2នៃមេរៀនរបស់យើងពាក់ព័ន្ធជាមួយនឹងការបញ្ចូលបន្ទុក Wiki School GPAF ជាមួយនឹង PLP បាទកាលពីវគ្គ1យើងបាននិយាយរួចពីការទាញទិន្នន័យព័ត៌មានសិស្សពី Wiki School បាទយកមកដាក់អញ្ចឹងថ្ងៃនេះយើងនឹងទាញព័ត៌មានសិស្សនៅក្នុងថ្នាបឋមដើម្បីយកមកតែម្ដងអញ្ចឹងព័ត៌មានសិស្សនៅក្នុងថ្នាបឋមយកនេះគឺក្នុងគោលដៅឲ្យព័ត៌មានទាំងអស់បញ្ជីគ្នាព័ត៌មានសិស្សបញ្ជីគ្នាបាទអញ្ចឹងយើងចូលទៅទាញព័ត៌មានសិស្សថ្នាបឋមដោយរបៀបណាគ្រូអញ្ចឹងយើងចូលទៅsheet 1ដែលដាក់ថា home ហើយលោកគ្រូបើកថ្នាបឋម link ថ្នាបឋមដែលខ្ញុំបានដាក់នេះយើងបើកតែម្ដងអញ្ចឹងបន្ទាប់ពីបើកថ្នាបឋមរួចលោកគ្រូត្រូវចូលទៅថ្នាគ្រប់គ្រងបាទអញ្ចឹងថ្នាគ្រប់គ្រងយើងចូលទៅប្រព័ន្ធគ្រប់គ្រងសាលារៀនតែម្ដងបាទប្រព័ន្ធគ្រប់គ្រងសាលារៀនបាទនេះគឺជាគណនីរបស់សាលាខ្ញុំហើយបើជាសាលាលោកគ្រូមិនទាន់មានទេវានឹងចេញតម្រងបែបនេះខ្ញុំនឹង log out ចេញបង្ហាញជូនបាទនេះគឺចេញតម្រងបែបនេះអញ្ចឹងយើងទាមទារឲ្យចូលប្រើប្រាស់ប្រព័ន្ធតែម្ដងបាទអញ្ចឹងដើម្បីបាននៅប្រវត្តិរូបសិស្សបាទយើងចូលទៅកន្លែងត្រី3នេះមកបាទហើយលោកគ្រូយកពាក្យថារបាយការណ៍អញ្ចឹងនៅក្នុងរបាយការណ៍នេះគឺយើងមានបញ្ជីវត្តមានសិស្សបញ្ជីហៅឈ្មោះបាទបញ្ជីវត្តមានគ្រូបាទមានហោដូចខាងក្រោមអញ្ចឹងណាអញ្ចឹងលោកគ្រូយកបញ្ជីហៅឈ្មោះសិស្សនេះទៅហើយយើងជ្រើសរើសកម្រិតថ្នាក់តើថ្នាក់ទីប្រមាណថ្នាក់ទី3កម្រិតថ្នាក់3អីបាទយើងចុចទៅបាទហើយយើងឃើញហើយគឺចំនួនសិស្ស45ស្រី22គេបញ្ជាក់លោកគ្រូទាញយករបាយការណ៍បាទទាញរបាយការណ៍នេះមកអូខេអញ្ចឹងការទាញរបាយការណ៍គឺយើងនឹងបានជា file Excel មួយអញ្ចឹងខ្ញុំសុំថយទៅដើម្បីចូលក្នុង Wiki School បាទខ្ញុំដាក់ file នេះបាទខ្ញុំសុំបើកទៅបាទនេះគឺជា Excel ដែលយើងទាញបានបាទនេះគឺជាបញ្ជី Excel ដែលយើងទាញបានគ្រូណាបាទគឺយើងទាញបានបាទនេះគឺជារបាយការណ៍ទិន្នន័យសិស្សអញ្ចឹងខ្ញុំសុំបន្តទៀតទៅបាទអញ្ចឹងខ្ញុំអាន list របស់វាបាទគ្រូអូខេបាទលោកគ្រូណាឡងនេះគឺជាព័ត៌មានដែលយើងត្រូវតែបិទភ្ជាប់នេះគឺជាទម្រង់ថ្មីគ្រូកាលពីទម្រង់មុនគឺអត់បែបហ្នឹងទេអញ្ចឹងហើយការចាប់ទម្រង់ថ្មីទីមកគឺខ្ញុំខុសពីមុនបន្តិចប៉ុន្តែខ្ញុំអាចកែមកវិញបានបាទអញ្ចឹងទី1គឺយើងត្រូវបាទពីឈ្មោះសិស្សទាំងអស់នេះចូលទៅក្នុង Google Sheet របស់យើងតែម្ដងអញ្ចឹងយើង copy ឈ្មោះគាត់ទៅបាទយើង select លើហ្នឹងទៅបាទហើយយើងចុច mouse ស្ដាំយកពាក្យថា copy ក៏បានដែរបាទរួចគ្រូត្រូវបិទទៅក្នុង Google Sheet របស់យើងបាទនេះ Google Sheet របស់យើងខ្ញុំបានដាក់នេះបាទបិទឲ្យត្រូវថ្នាក់គ្រូណាបាទឈរលើត្រង់មកគឺកូដធានានឹងងារយើងមកស្ដាំ pass special value only បាទគ្រូឃើញហ្នឹងគឺឈ្មោះសិស្សនឹងមកតែម្ដងបាទ
អញ្ចឹងជំរើសទី2គឺយើងត្រូវទៅ copy នៅ page របស់គាត់បាទ page របស់គាត់នេះគឺកូដនាមនិងនាមបាទគឺមកអញ្ចឹងយើងទៅ copy page របស់គាត់បាទហើយនឹងថ្ងៃខែឆ្នាំកំណើតបាទយើងចូលទៅ Excel ដដែលយើង select ទាំងអស់មកបាទហើយយើងចុច Ctrl C មកបាទគឺយើងបិទភ្ជាប់តែម្ដង page របស់គាត់ special value only ដដែលបាទជាមួយនឹងថ្ងៃខែឆ្នាំកំណើតក៏អញ្ចឹងដែរយើងចុចទៅលើថ្ងៃខែឆ្នាំកំណើតទៅបាទ select ទាំងអស់ដូចគ្នាហើយយើង Ctrl C មកបាទយើងចូលទៅកន្លែងបំពេញរបស់យើងគឺបំពេញនៅថ្ងៃខែឆ្នាំកំណើតតែម្ដងបាទនេះគឺជាព័ត៌មានពីថ្នាក់បឋមលក្ខខណ្ឌទី2លោកគ្រូអាចតម្រៀបបាទតម្រៀបតាមអក្ខរក្រមយើង select វាទាំងអស់ទៅបាទនេះយើង select អ្វីដែលយើងចង់តម្រៀបហើយលោកគ្រូចូលទៅកាន់ពាក្យថា data ហើយយើងយក short rank នេះមកបាទយើងយក column F នេះយកពី A ទៅ Z បាទអញ្ចឹងវារៀបពី A ទៅ Z ហើយស្រេចតែម្ដងចំណែកខាងនេះដូចគ្នាលោកគ្រូអាច select មកបាទខាង Wiki School ដើម្បីឲ្យបានឈ្មោះរៀប short ពី A ទៅ Z បាទយើងចុចទៅលើពាក្យថា data ហើយយើងយក short rank យកពី A ទៅ Z ដូចគ្នាយកពី column B A ទៅ Z បាទលោកគ្រូឃើញគឺនេះបាទឈ្មោះវាគឺលោតកខខគគងគឺមានដូចគ្នាតែម្ដងអ្វីដែលយើងត្រូវផ្ទៀងយើងមើលចំនួនសិស្សបាទចំនួនសិស្សយើងឃើញថានៅក្នុងបាទថ្នាក់បឋមនេះគឺមានចំនួនសិស្សលើសនៅក្នុងបញ្ជីជាក់ស្ដែងបាទអញ្ចឹងអ្វីដែលយើងសំខាន់គឺយើងត្រូវបំពេញនៅអត្ថលេខអញ្ចឹងយើងមើលសិនតើអត្ថលេខសិស្សនេះក៏ដូចគ្នាដែរអត់បើដូចគ្នាគឺ copy យកតែម្ដងបាទនេះដូចគ្នាគឺយើង copy យកតែម្ដងឈ្មោះនេះគឺដូចគ្នាអត់បាទយើងផ្ទៀងមើលគូនណាយើងផ្ទៀងមើលអញ្ចឹងកន្លែងណាអត់ដូចគឺយើងត្រូវធ្វើយ៉ាងណាឲ្យមានលេខដូចគ្នាមានដូចសិស្សនេះអញ្ចឹងបាទឈីវឈីវស៊ីហ្វីនេះគឺគាត់មិនមែននៅខាងនេះទេគឺគាត់នៅក្រោមអញ្ចឹងអត្ថលេខគាត់ប្រមាណអញ្ចឹងយ៉ាងណាឲ្យអត្ថលេខដូចគ្នាអញ្ចឹងគឺ548គឺយើងវាយ548ចូលតែម្ដងអូខេនេះណាតែយ៉ាងណាឲ្យអត្ថលេខថ្នាក់បឋមដូចជាមួយនឹងអត្ថលេខ Wiki School អញ្ចឹងខ្ញុំសុំប្រមាណនេះគឺដូចគ្នារតនៈបាទប្រមាណនេះគឺដូចគ្នាបាទបាទអញ្ចឹងប្រហែលនឹងដូចគ្នាគុណគឺ copy វាមក copy វាចូលមកនេះបាទ Ctrl C មកហើយយើងមក Ctrl V ត្រង់នេះតែម្ដងបាទឃើញទេអញ្ចឹងឈ្មោះនេះមានអត់ហុងស៊ូនេះបើអត់មានទេយើងទុកសិនយើងចាំបំពេញនៅក្នុង Wiki School បន្ថែមយើងពេញសិស្សណាដែលមានសិនតែម្ដងបាទនេះហ្វាជីនេះប្រហែលជាសរសេរច្រឡំគ្នាហើយតែមួយទេយើងអាចដាក់បានបាទដូច Nancy នេះអីយើងពីមកបាទអញ្ចឹងខ្ញុំសុំលឿនតិចគូណាអញ្ចឹងលោកគ្រូខ្ញុំបំពេញរួចរាល់ហើយនេះគឺជាអ្វីដែលយើងទទួលបានហើយអ្វីដែលសិស្សដែលអត់ទាន់មានឈ្មោះគឺចំនួន2នាក់នេះបាទអញ្ចឹងក្រោយពីលោកគ្រូបំពេញរួចអ្វីដែលមាននៅខាងនេះយើងបំពេញតាមក្រោយទៅបាទបើយើងមានអីចឹងទៅហើយថ្នាក់បាទថ្នាក់នេះគឺយើងបញ្ជាក់ឲ្យគឺជាថ្នាក់នៅក្នុងប្រភេទថ្នាក់នៅថ្នាក់បឋមអញ្ចឹងថ្នាក់នេះគឺថ្នាក់ក3កបាទខ្ញុំselectទាំងអស់មកវានឹងលោតយើងអូវាមកត្រឹមណាបាទឥតគប់ត្រឹមថ្នាក់បឋមគ្រូណាបាទអូខេអញ្ចឹងនេះគឺមានទាំងអស់គ្នាហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើង select ថ្នាក់រួចបាទលោកគ្រូក៏លេខមកមើលបាទនៅខាងនេះឬក៏យើងចុចមកខាងនេះបន្ទុកនៅក្នុង Wiki School បាទនេះគឺជាគេថាសូម copy ឈ្មោះនិងបន្ទុកនៅក្នុង Wiki School មកដាក់ cell AG5 បាទអញ្ចឹងគឺយើងត្រូវ copy យកមកដាក់ cell នេះបាទអញ្ចឹងនេះគឺជាអ្វីយើងត្រូវ copy យើងត្រូវចូលទៅកាន់ Wiki School តាមសាលារៀនរបស់យើងមួយផងដែរបាទអញ្ចឹងយើងចូលទៅគណនី Wiki School របស់យើងតែម្ដងទៅបាទតែមុននឹងចូលគណនី Wiki School ខ្ញុំសូមបញ្យល់លោកគ្រូតិចពាក់ព័ន្ធជាមួយនឹងការបំពេញនៅឈ្មោះនិងអត្ថលេខបាទខ្ញុំបញ្ជាក់ដែរថាអត្ថលេខរបស់យើងគឺត្រូវធ្វើយ៉ាងណាអត្ថលេខ Wiki School ហើយនិងអត្ថលេខ PLP ហ្នឹងគឺត្រូវតែដូចគ្នាបាទព័ត៌មានពីរហ្នឹងគឺត្រូវតែដូចគ្នាជាដាច់ខាតมันអាចអត់ដូចគ្នាទេបាទបើអត់ដូចយើងត្រូវបន្ថែមឲ្យដូចឧទាហរណ៍ថាសិស្សណាដែលអត់ដូចគ្នាអញ្ចឹងនេះសិស្សនេះដែលអត់មានអញ្ចឹងយើងត្រូវថែមបាទហើយយើងត្រូវថែមវាបើសិនជាចំនួនសិស្សអ្នកមាននៅក្នុង Wiki School បាទយើងត្រូវថែមសិស្សនៅក្នុង Wiki School ទៅឲ្យដាក់អត្ថលេខពួកគាត់ឲ្យដូចគ្នាបាទដោយសារតែសិស្សនេះមាននៅក្នុងថ្នាក់បឋមអូខេអញ្ចឹងជំហានដែលខ្ញុំត្រូវណែនាំគ្រូបន្ទាប់គឺយើងចូលទៅ Wiki School របស់យើងថាយើងចូលទៅត្រង់ណា
mà dương cho từ wiki school bây dương cái này này bây dương làm đó bạn chắc ưu thay bây dương do blog cho mình lên tìm mối nhầm do vậy thằng đi bay cò mạnh mấy thằng đi bay cò bạn chắc cao pi chơi rốiคุณครูโจกอะไรไปโจประตูรองจะไล่กับโจประตูนี้ครูกดโจรุ่ยคุณครูเพื่อการตีนยกตารางโจประตูแต่มาดองยังจอยตีนยกtớiยังบางวีtớiต่อไปบางรุ่ยคุณครูถูกบางบาง Excel นั่งbạnนี่คือchia ตาราง Excel bạn đểយើងត្រូវបើកអញ្ចឹងអត់ប្របាក់ទេคุณครูទាញប្រមាណមុខគ្រូទាញយកមកដាក់អស់តែម្ដងបាទយើងទាញយកមកតែម្ដងអូខេអញ្ចឹងយើងទាញមកយើង copy មក copy ធម្មតាคุณครูណាបាទយើងចុច copy ធម្មតាចុច mouse ស្ដាំហើយយកពីតែ copy ហើយយើងចូល Excel របស់យើងបាទយើងចូល Google Sheet បាទសំទោស Google Sheet របស់យើងហើយគេបង្ហាញការណែនាំរបស់យើងហើយគឺយកមកដាក់ត្រង់នេះបាទអញ្ចឹងយើងចុចលើឈរលើហ្នឹងហើយយើងចុច mouse ស្ដាំ copy paste special value only នេះគឺជាទិន្នន័យនៅក្នុងបាទ Wiki School បាទមកតែម្ដងនេះគឺមកទាំងអស់ហើយអាណាលើយើងលុបចេញសិនសារនេះវាលើអញ្ចឹងខ្ញុំសូមលុបចេញបាទអញ្ចឹងមកត្រឹមនេះតែម្ដងមានចំនួនបាទ10មុខជាអញ្ចឹងបាទអូខេអញ្ចឹងបន្ទាប់ពីនឹងរួចលោកគ្រូអ្នកគ្រូត្រូវទៅណាបាទលោកគ្រូអ្នកគ្រូត្រូវទៅមើលទៀតថានៅក្នុង PLP បាទនៅក្នុង PLP របស់យើងនេះគឺជាបន្ទុកនៅក្នុងថ្នាបឋមអញ្ចឹងយើងត្រូវទៅយកលទ្ធផលនៅក្នុងថ្នាបឋមដែលយើងបានទាញបាទនៅក្នុងយើងបានទាញយកមកដាក់ត្រង់នេះដូចគ្នាបាទទៅផលិតផលទាំងអស់មានជាមួយគ្នាបាទអញ្ចឹងត្រង់នេះលោកគ្រូត្រូវចូលទៅថ្នាបឋមទៀតបាទនេះគឺថ្នាបឋមបាទថ្នាបឋមខ្ញុំសូមថយក្រោយគឺលោកគ្រូចូលយកសិស្សនេះមកបាទហើយយើងយកថ្នាលតេស្តនិងប្រឡងបាទចូលថ្នាលតេស្តនិងប្រឡងបាទយើងអាចជ្រើសរើសតាមរយៈQR code ក៏បានបាទយើងចូលទៅ QR code មកបាទអញ្ចឹងគ្រូជ្រើសរើស QR code ហើយចុចចូលតែម្ដងបាទឈ្មោះអ្នកគ្រូមិញហ្នឹងយើងក្រោយពីយើងចុចចូលរួចបាទលោកគ្រូនឹងធ្វើការទាញបាទធ្វើការទាញទិន្នន័យពីការប្រឡងរាល់ខែមួយបាទអញ្ចឹងយើងចូលគណនីរបស់គ្រូបង្រៀននេះមកបាទហើយយើងយកពាក្យថាមើលទិន្នន័យសិស្សអញ្ចឹងយើងចុចមើលទិន្នន័យសិស្សហើយគ្រូរើសមកបាទយើងយកពីការប្រឡងខែបាទយើងយកប្រឡងតាមខែនីមួយអញ្ចឹងរើសថ្ងៃទៀតគ្រូណាអញ្ចឹងខ្ញុំប្រឡងខែ3ថ្ងៃទី19បាទអញ្ចឹងខ្ញុំចូលថ្ងៃទី19មកវានឹងចាប់ទិន្នន័យថ្ងៃទី19បាទប្រហែលអ្នកវានឹងមកតែម្ដងដោយសារតែអានេះខ្ញុំធ្លាប់ធ្វើបង្ហាញនៅវីដេអូមុនរួចហើយវាជាការងារចាស់ទេបាទសម្រាប់ការទាញទិន្នន័យអញ្ចឹងលោកគ្រូយើងបានដោនឡូតរួចហើយគឺខ្ញុំបានដោនរួចអញ្ចឹងហ្វាល់វាចូលទៅកន្លែងនេះបាទអញ្ចឹងយើងបើក Excel មកបាទនេះគឺជាទម្រង់លទ្ធផលដែលយើងទទួលបានបាទនេះគឺជាទម្រង់បែបនេះបាទអញ្ចឹងទម្រង់បែបនេះលោកគ្រូបានជាចំនួនសិស្សដែលបានធ្វើតេស្តរួចលោកគ្រូ copy វាមកបាទយើង copy ចាប់ពីលំដាប់នេះបាទ select អស់មកបាទយើងចុច Ctrl C ធម្មតាមកបាទ Ctrl C បាទហើយលោកគ្រូយកទៅជាប់វាបាទនៅក្នុងបាទនេះនៅក្នុងបាទនៅកន្លែងដែលគេបានប្រាប់យើងនេះគឺនៅ BI 6អញ្ចឹងនៅត្រង់នេះអញ្ចឹងយើងចូលលើនឹងមកយើងចុច mouse ស្ដាំ pass special value on គ្រូឃើញទេបាទអញ្ចឹងឈ្មោះសិស្សអីនឹងមក display ប្រវត្តិជាមួយនឹងបាទទេឯនេះគឺ modify ប្រវត្តិឯណាអត់មានយើងលុបវាចេញមកបាទអូខេបាទនេះគឺជាផលសម្បត្តិទី3បាទអញ្ចឹងនេះគឺជាបន្ទុករួមដែលយើងទទួលបានមានដូចគ្នាអញ្ចឹងខ្ញុំបានបិទភ្ជាប់រួចហើយអ្វីដែលខ្ញុំសូមបញ្ជាក់គ្រូបន្តិចបាទអ្វីដែលយើងត្រូវបញ្ជាក់គឺដាច់ខាតត្រូវឈ្មោះនេះបាទតែឈ្មោះនេះនិងឈ្មោះនៅជួរនេះគឺដូចគ្នាតែវាមិនងាយខុសគ្នាទេដោយសារតែនៅក្នុងថ្នាលបឋមយើងទាញចេញពីបាទថ្នាលបឋមតែមួយអញ្ចឹងមានន័យថាការឈ្មោះទាំងអស់គឺដូចគ្នាសឹងទាំងអស់តែម្ដងបាទគ្រូអញ្ចឹងខ្ញុំបញ្ជាក់ទាំង3ចំណុចតាំងពីភាគ1នេះគឺបែបហ្នឹងបាទអញ្ចឹងឥឡូវយើងទាញទិន្នន័យបានហើយចំពោះថ្នាក់ទី3តើយើងទៅស្រង់ទិន្នន័យដោយរបៀបណាបាទចំពោះការទៅស្រង់ទិន្នន័យយើងចូលទៅ sheet 1ដាក់ឈ្មោះថាលទ្ធផលបន្ទុកសិស្សបាទអញ្ចឹងលទ្ធផលបន្ទុកសិស្សនេះយើងក៏លេខមកមើល home សិនបាទអញ្ចឹងយើងមើលថានៅក្នុងបន្ទុកសិស្សនេះគឺសាលាបែបណាគឺសាលានៅក្នុងគម្រោង chip អញ្ចឹងសាលានៅក្នុងគម្រោង chip យើងទាញលទ្ធផលនៅក្នុងគម្រោង chip អញ្ចឹងយើងអាចច្រោះនៅប្រភេទសិស្សតាមថ្នាក់នីមួយបានអញ្ចឹងថ្នាក់ទី1កខ្ញុំមានចំនួន40បាទ
ស្រី16បាទអញ្ចឹងយើងអាចច្រោះទី1ខបាទមានហោហាយយ៉ាងហ្នឹង1ខបាទមានចំនួន40ស្រី23អញ្ចឹងបើយើងយក1កវានឹងចេញដោយសារតែមិញហ្នឹងគឺយើងអត់និយាយទី1ទេយើងនិយាយទី3ថ្នាក់ទី3កអញ្ចឹងយើងដូរត្រង់ហ្នឹងមកយកថ្នាក់ទី3កបាទគុណគ្រូឃើញទេថ្នាក់ទី3កគឺចេញបន្ទុកដោយស្វ័យប្រវត្តិតែម្ដងតើបន្ទុកដោយស្វ័យប្រវត្តិដោយរបៀបណាបាទនេះគុណគ្រូឃើញទេគឺជាបន្ទុកបាទហើយនេះគឺជាឈ្មោះបាទនៅក្នុងដំណ link 3.1.4 បាទចាប់ពីឈ្មោះកោះធីវីរហូតដល់ឈ្មោះបាទគឺរតនពិសិដ្ឋចំនួនសិស្ស42នាក់បាទនេះគឺជាឈ្មោះនៅក្នុងដំណ link 3.1.4 វិញអញ្ចឹងលោកគ្រូរើសបាទនេះគឺជាការរើសថ្នាក់អញ្ចឹងនេះគឺជាទិន្នន័យថ្នាក់ទី3អញ្ចឹងគ្រូរើសថ្នាក់ទីមកថ្នាក់ទី3បាទវានឹងលោតមុខវិជ្ជាឲ្យយើងមើលតែទី3ដែលយើងទីមកគឺមានប្រមាណវានឹងមកប៉ុណ្្នឹងមុខតែម្ដងបាទលោកគ្រូនេះគឺជាបន្ទុកដែលយើងទាញតាមរយៈសាលាគម្រោងជីបសាលាគម្រោងជីបគឺត្រង់នេះគឺយើងទាញឈ្មោះពីគម្រោងជីបបាទទាញឈ្មោះពីគម្រោងជីបដូចខ្ញុំនឹងបង្ហាញលោកគ្រូសិនបាទអញ្ចឹងយើងចូលទៅ home យើងទៅបើក link នៅក្នុងគម្រោងជីបយើងតែម្ដងតើហេតុអីបានយើងថាទាញឈ្មោះពីគម្រោងជីបអញ្ចឹងយើងចូលទៅថ្នាក់ទី3បាទអញ្ចឹងចូលថ្នាក់ទី3លោកគ្រូឃើញថ្នាក់ទី3កនេះថ្នាក់ទី3កខ្ញុំមានពីឈ្មោះកោះធីវីរហូតបាទមកដល់ឈ្មោះបាទនេះចុងក្រោយគេគឺខឿនរតនពិសិដ្ឋបាទអញ្ចឹងយើងមកផ្ទៀងជាមួយគ្នាបាទតើយើងដូចដែរអត់បាទកន្លែងនេះបាទលទ្ធផលសិស្សបាទអញ្ចឹងលទ្ធផលសិស្សនេះយើងឃើញថាថ្នាក់ទី3គឺមានចាប់ពីឈ្មោះកោះធីវីរហូតដល់បាទខឿនរតនពិសិដ្ឋគឺដូចគ្នាតែម្ដងអញ្ចឹងអ្នកសាលាដែលគម្រោងជីបក៏អាចទាញទិន្នន័យបានគ្នាបាទអញ្ចឹងតើនេះយើងយកបន្ទុកពីណាបើសាលាគម្រោងជីបយើងយកពី Wiki School បាទវានឹងលោតទិន្នន័យពី Wiki School ដូចចុះបើសិនជាលោកគ្រូចង់យកទិន្នន័យពីថ្នាក់បឋមបាទពីថ្នាក់បឋមលោតត្រង់នេះបាទយើងយក PLP មកនេះទិន្នន័យពីថ្នាក់បឋមនឹងបង្ហាញយើងតែម្ដងហើយចំពោះសិស្សដែលអត់នេះមានន័យថាចុងក្រោយគឺគាត់ខុសឈ្មោះជាមួយនឹងថ្នាក់បឋមបាទឬក៏ខុសអត្ថលេខបាទជាក់ស្ដែងឧទាហរណ៍ថាសិស្សបាទខ្ញុំឧទាហរណ៍មួយចុះដែលសិស្សអត់មានយើងក៏លេចមើលថ្នាក់បឋមយើងសិនបាទឧទាហរណ៍សិស្សសុផាត់សុភាតែយើងពីរនេះសុផាត់សុភាយើងផ្ទៀងជាមួយសិស្សដែលមានឈ្មោះដូចគ្នានៅក្នុងបញ្ជីយើងបាទនេះឈ្មោះគាត់បាទសុភាសុផាត់ទេអញ្ចឹងយើងត្រឡប់សិស្សហ្នឹងឲ្យដូចគ្នាដោយសារតែគ្រូគាត់អត់បានមានន័យគាត់អត់បានត្រឡប់ឈ្មោះសិស្សបាទអញ្ចឹងយើងដាក់ពីមុខមកអូខេសុភាសុផាត់អញ្ចឹងគឺពិតឈ្មោះគាត់សុភាសុផាត់ទេបាទយើងក៏លេខមើលលទ្ធផលរបស់គាត់តើសុភាសុផាត់ហ្នឹងមានអត់សុភាសុផាត់យើងនឹងបង្ហាញជូនគ្រូតែម្ដងបាទសុភាសុផាត់នេះលទ្ធផលគឺបង្ហាញតែម្ដងគឺណាឃើញទេមិនហ្នឹងគឺខុសឈ្មោះគឺអត់មានលទ្ធផលទេមកខ្ញុំសាកបង្ហាញនៅលទ្ធផលដដែលវិញបាទមើលសុភាសុផាត់បាទសុភាសុផាត់មិនហ្នឹងគឺបង្ហាញលទ្ធផលទេគ្រូបាទនេះគឺសុភាសុផាត់គឺអត់បង្ហាញលទ្ធផលទេក៏ប៉ុន្តែនៅពេលដែលគ្រូមកដូរឈ្មោះសុផាត់សុភាពីលទ្ធផលជីបរបស់យើងមកសុភាសុផាត់វិញបាទយើងមកដូរត្រង់វិញមកបាទគឺនឹងឃើញលទ្ធផលតែម្ដងបាទនេះអញ្ចឹងយើងមកមើលលទ្ធផលតើមានអត់ឈ្មោះសុភាសុផាត់នេះគឺឃើញលទ្ធផលនឹងបង្ហាញជូនយើងតែម្ដងថាគាត់ប្រឡងបានចំនួនប្រមាណជាប់ប្រមាណធ្លាក់ប្រមាណបាទហើយជាមួយនឹងមធ្យមភាគរួមនេះគឺជាភាគរយបាទ 78.3% តែដោយសារតែយើងចង់ម្លែងភាគរយយើងគ្រាន់តែគុណ100មកបានទេសរួមបាទឃើញទេទេសរួមបាទនេះគឺជាបន្ទុកគណិតវិទ្យានិទេសគណិតវិទ្យាហើយនេះគឺជាបន្ទុកភាសាខ្មែរនិងនិទេសភាសាខ្មែរហើយវិញ្ញាបត្រមានឬក៏មិនមានបាទត្រង់នេះគឺវានៅចាប់ពីថ្នាក់បឋមដដែលចាំខ្ញុំបង្ហាញលើក្រោយពេលដែលចាប់ PLP គឺឲ្យចេញតែ PLP មកជាមួយទេបាទអញ្ចឹងនេះគឺជាការចាត់ទិន្នន័យបានតែម្ដងចុះចំពោះសាលាដែលមិនមែនថ្នាក់មិនមែនជាគម្រោងបើសាលាមិនមែនគម្រោងលោកគ្រូគ្រាន់តែដូរត្រង់នេះថាដាក់ត្រង់នេះថាមិននៅក្នុងគម្រោងដូរហើយឯងមិនចិត្តច្រើនទេអញ្ចឹងដូរក្នុងគម្រោងគ្រូក៏លេខមើលលទ្ធផលរបស់យើងបាទលទ្ធផលរបស់យើងគឺចំនួនសិស្សនេះគឺមិនមែនចាប់42នាក់ទេលោកគ្រូណាយើងមកមើលសិស្សយើងចាប់នេះបាទនេះគឺចាប់ទាំងអស់នេះសិស្សដែលមាននៅក្នុងថ្នាក់បឋមបញ្ជីឈ្មោះថ្នាក់បឋមមានបាទមានទាំងអស់45នាក់ក៏ប៉ុន្តែទីមទាមានអត្តលេខគឺអត់អត្តលេខ2នាក់អញ្ចឹងទិន្នន័យក៏វាចាប់តែ2នាក់ហ្នឹងអញ្ចឹងបានត្រឹមតែ
43ទេអញ្ចឹងឯងឃើញលទ្ធផលវាខុសគ្នាបែបហ្នឹងបាទអញ្ចឹងនេះគឺថ្នាក់ទី3តើយើងចង់យកទិន្នន័យហ្នឹងតាម Wiki School ទេគ្រូចាប់មកនេះគឺទិន្នន័យតាម Wiki School មកទាំងអស់តែម្ដងនេះគឺចាប់សិស្សដែលមិនថ្នាលបឋមមានមិននៅក្នុងគម្រោងជីពបាទចុះយើងចង់យកទិន្នន័យតាម PLP យើងគាត់ដូរមកទិន្នន័យ PLP វារត់មកតែម្ដងបង្ហាញគូគ្រូតែម្ដងខ្ញុំបានបញ្ជាក់មួយនឹងអញ្ចឹងបាទនេះគឺជាភាពងាយស្រួលមែនតើនៅក្នុងការចាប់ទិន្នន័យមិនថាសាលានៅក្នុងគម្រោងជីពឬសាលានៅមិននៅក្នុងគម្រោងជីពទេឲ្យតែដើរតាម Wiki School ឬក៏ថ្នាលបឋមបាទយើងអាចទាញទិន្នន័យបានដោយស្វ័យប្រវត្តិតែម្ដងបាទពីថ្នាលបឋមមកពីជីពទៅ Wiki School បាទយើងទាញបន្ទុកពី Wiki School ក៏បានទាញបន្ទុកពីថ្នាលបឋមក៏បានបាទអញ្ចឹងចំពោះមេរៀនខ្ញុំនៅថ្ងៃនេះខ្ញុំបង្ហាញជូនគ្រូប៉ុណ្ណឹងហើយបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច Subscribe Channel Free Study ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា